វគ្គសិក្សាវិវិធកម្រិត Master ខ្ញុំបង្ហាញពីការងារបច្ចេកទេសមួយនៅត្រង់ទីតាំងកតុបទឹកជាទូទៅនៅកន្លែង floor កតុបទឹកយើងតែងតែ offset ឬក៏អាចនិយាយបានថាយើងតម្លាក់ចុះ5ហ៊ុនដើម្បីកុំឲ្យពេលដែលយើងប្រើប្រាស់កតុបទឹកវាអាចនឹងមានទឹកហៀចេញមកក្រៅប៉ុន្តែបើការងារខ្លះគេរៀបអត់កន្លែងខាងមុខនេះអញ្ចឹងការងារហ្នឹងវាអត់ស្តង់ដារទេវាមើលទៅប៉ះពាល់មួយសោភ័ណភាពហើយការងារហ្នឹងគឺវាមានផលប៉ះពាល់ច្រើនអញ្ចឹងករណីនៅពេលដែលយើងមើលមកកាន់ប្លង់ 2D វិញនៅក្នុង Revit ឆ្នាំ2026.3 ចុះក្រោមមុខងារ Go to View នេះអត់មាន shortcut ទេប៉ុន្តែសម្រាប់ Revit version 2026.3 ឡើងបានមានណាអញ្ចឹងករណីហ្នឹងបានយើងធ្វើការ update ឬក៏យើងប្រើ version Revit ខ្ពស់ហើយមួយវិញទៀតតាក់ទងជាមួយនឹង plugin គឺអ្នកទាំងអស់គ្នាឃើញហើយមានន័យថាខ្ញុំប្រើច្រើនមែនតើសម្រាប់មុខងារ aesthetic មុខងារផ្សេងជាច្រើនទៀតដូចអ្នកទាំងអស់គ្នាឃើញខ្ញុំបង្ហាញអញ្ចឹងណាសម្រាប់ add in គឺវាមានលក្ខខណ្ឌមួយចំនួនបើសិនជាយើងអត់ចង់អស់លុយយើងអាចប្រើបានណាប៉ុន្តែខ្ញុំឃើញភាគច្រើនឥឡូវខាងខ្មែរយើងក៏ផលិត add in នឹងច្រើនដែរបើសិនជាយើងចង់បានការងារលឿនយើងអាចទិញ add in ហ្នឹងវាងាយស្រួលប៉ុន្តែសម្រាប់អ្នកដែលក៏អត់មានថវិកាអីយើងចង់ប្រើ add in ហ្នឹងយើងមានវិធីដូចគ្នាតោះឥឡូវយើងចូលការងារបច្ចេកទេសយើងវិញជាទូទៅនៅក្នុងការងារបច្ចេកទេសហ្នឹងដូចខ្ញុំបង្ហាញអញ្ចឹងមានន័យថាកន្លែង floor បន្ទប់ទឹករបស់យើងត្រូវតម្លាក់ចុះក្រោមចេះអញ្ចឹងអាកន្លែងបញ្ហាហ្នឹងគឺបញ្ហាកន្លែងចនមានន័យថាខ្ញុំបញ្ជាក់បន្តិចឧទាហរណ៍ថាខាងក្រោមនេះគឺជាប្លង់សេបន្ទាប់មកការងារសាច់បោកឬក៏បាយអបន្ទាប់មកទៀតតាក់ទងជាមួយនឹងការងារការ៉ូអញ្ចឹងការងារជាក់ស្ដែងបើយើងចង់ detail ដល់ចំណុចហ្នឹងគឺយើងធ្វើអញ្ចឹងវាអត់ត្រូវអញ្ចឹងនៅក្នុង Revit គឺយើងអាចធ្វើបានមានន័យថាយើងចូលមកកាន់មុខងាររបស់យើងមកបន្ទាប់មកយើងអាច show វាជាលក្ខណៈ path មានន័យថាយើង show ជា path ហើយយើងអាចធ្វើការកែសម្រួលបានបន្ទាប់មកយើងអាចធ្វើការទាញកន្លែងមុខងាររបស់យើងនេះយើងអាចទាញមកក្នុងនេះមកដោយសារមុខងារ by all នេះយើងអាចរៀបចូលអញ្ចឹងបានទេអញ្ចឹងករណីហ្នឹងខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាមើលមួយដើម្បីងាយស្រួលយល់មានន័យថាសម្រាប់សិស្សដែលរៀនខាងយើងភាគច្រើនយើងផ្ដោតទៅលើការបញ្យលមួយដែលស៊ីជម្រៅដែលអាចឲ្យគាត់ធ្វើការងារបានពេញលេញហើយតាក់ទងជាមួយនឹងការរៀនគឺវាមានបច្ចេកទេសត្រឹមត្រូវដែលភាគច្រើនខ្ញុំឃើញការបរៀន Revit វាបែបសាមញ្ញពេកអញ្ចឹងវាដូចអត់សូវយកពីអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធីមួយនឹងឲ្យស៊ីជម្រៅមានន័យថាកម្មវិធីវាប្រើបានច្រើនមុខងារប៉ុន្តែដោយសារតែយើងអត់យល់យើងអាចប្រើបានតិចពេកអញ្ចឹងករណីនេះឧទាហរណ៍ថាវាមានបញ្ហាកន្លែងនេះអញ្ចឹងយើងអាចធ្វើការកែសម្រួលដូចគ្នាមកយើងអាចទាញកន្លែងជាងរបស់យើងនេះវាត្រូវឈរនៅលើ floor អ្នកនរគ្នាអញ្ចឹងករណីនេះខ្ញុំអាចបើកជាប្រភេទ texture មកយើងអាចងាយស្រួលមើលបន្ថែមម្ដងទៀតហើយនៅក្នុងករណីហ្នឹងដែរមានន័យថាមុខងារ by all នេះផ្សេងមុខងារ Caro ផ្សេងអញ្ចឹងតាក់ទងជាមួយនឹងការងារបច្ចេកទេសឬក៏ការងារ detail យើងមិនមែនចេះតែដាក់វាចូលគ្នាដោយមានហេតុផលទេប្លង់សេរបស់យើងគឺជាទូទៅប្លង់សេហ្នឹងវាត្រូវការរត់ដែកឧទាហរណ៍ថាបើយើងអត់យល់យើងទាញប្លង់សេនេះយើងទាញមកក្នុងចេះអញ្ចឹងការងារបច្ចេកទេសវាមានច្រើនឧទាហរណ៍ថាយើងអត់យល់យើងទាញប្លង់សេមកចេះយើងទាញមកស្មើប្លង់សេខាងក្រៅខាងក្នុងអញ្ចឹងជាក់ស្ដែងពេលយើងរត់ដែកយើងអត់មានទីតាំងសម្រាប់រត់ដែកចុះក្រោមទេអញ្ចឹងការងារកន្លែងហ្នឹងវាត្រូវការស្វែងយល់ឬក៏យល់ដែរមិនមែនចេះតែធ្វើទេអ្នកនរគ្នាចឹងមានន័យថា floor ហ្នឹងវាត្រូវរត់បញ្ជ្រុះគ្នាចេះដើម្បីយើងអាចធ្វើការរត់ដែកមកវាត្រូវរត់មកខាងក្រោម floor ចេះបន្តមកទៀតកន្លែងនេះយើងត្រូវការចងមានន័យថាប្លង់សេវាត្រូវចងជាមួយប្លង់សេអញ្ចឹងករណីហ្នឹងយើងធ្វើបានណាមានន័យថា Revit ការងាររបស់វាគឺ professional អ្នកនរគ្នាមិនមែនចេះតែយើងចេះតែថាទេមានន័យថាវាមានមុខងារគ្រប់គ្រាន់សម្រាប់ការងារបច្ចេកទេសសម្រាប់ការងារ detail ប៉ុន្តែបើយើងរៀនបែបសាមញ្ញមានន័យថាយើងធ្វើឲ្យចំណុចហ្នឹងអត់បានណាដែលធ្វើឲ្យសិស្សភាគច្រើនគាត់រៀន Revit ហើយគាត់មករៀនខាងយើងវិញច្រើនហើយយើងតែងតែបញ្យល់នៅមុខងារជាច្រើនដើម្បីឲ្យពួកគាត់យល់ឬក៏កុំឲ្យចំណាយពេលវេលាក៏ដូចជាថវិការៀនជាមួយនឹងអ្នកដែលអត់ច្បាស់ទាក់ទងជាមួយនឹងកម្មវិធីមួយហ្នឹងអញ្ចឹងណាហើយនៅក្នុងវគ្គសិក្សា Revit កម្រិត Master ហ្នឹងគឺយើងផ្ដោតទៅលើអាមុខងារទាំងអស់ហ្នឹងដែលយើងអាចធ្វើការ detail តាមការងារបច្ចេកទេសជាក់ស្ដែងមិនមែនចេះតែគូទេដូចខ្ញុំបង្ហាញវីដេអូចាស់អញ្ចឹងណាពេលដែលយើងចេះតែគូអត់មានការងារបច្ចេកទេសត្រឹមត្រូវវាធ្វើឲ្យប៉ះពាល់លើការងារផ្សេងអញ្ចឹងមានន័យថាប្លង់យើងគូហើយធ្វើអត់កើតទេតែបើយើងច្បាស់លាស់
មានន័យថាប្លង់របស់យើងគូចេញហើយគឺប្លង់ហ្នឹងអាចធ្វើបាន 100% តែម្ដងអញ្ចឹងសម្រាប់វីដេអូចែកម្លែកហ្នឹងគឺយើងមានប៉ុណ្ណឹងហើយបើអ្នកទាំងអស់គ្នាមានចម្ងល់អីតាក់ទងមួយកម្មវិធី Revit ហ្នឹងអ្នកទាំងអស់គ្នាអាចឆាតសួរខាងយើងបាន